បាទសួស្តីប្រិយមិត្តទីរាប់អានក្នុងវីដេអូនេះខ្ញុំនឹងលើកយកមកចែកម្លែកបងប្អូនអំពីរបៀបយើងចូលទៅបិទកន្លែងគេហៅថាឯកសារពាក់ព័ន្ធឬក៏ព័ត៌មានផ្ទាល់ខ្លួនរបស់យើងដូចជា email Gmail ដូចជា password ឬក៏លេខសម្ងាត់ឬក៏លេខទូរស័ព្ទរបស់យើងដែលយើងដាក់បញ្ចូលទៅក្នុងកម្មវិធី Facebook Admin ដែលជា admin គ្រប់គ្រង page របស់យើងឲ្យបានរឹងមាំបងប្អូនណាបាទហ្នឹងហើយហ្នឹងគឺជាការពារនៅសុវត្ថិភាព page របស់យើងឲ្យបានរឹងមាំជៀសផុតពីការចូលទៅលុកលុយពីសំណាក់ជនខិលខូចមួយចំនួនតែងតែចូលទៅ hack ឬក៏ចូលទៅចូល hack យក Facebook របស់យើងយកទៅប្រើប្រាស់ខុសពីអ្វីដែលយើងចង់បានបងណាបាទមានជនខិលខូចមួយចំនួនតែងតែលុកលុយយក Facebook ឬក៏ page របស់យើងយកទៅប្រើការបាទទៅតាមអ្វីដែលគេចង់បានអញ្ចឹងយើងដើម្បីការពារ account admin របស់យើងឲ្យបានរឹងមាំបងប្អូនចូលតាមវីដេអូរបស់ខ្ញុំរហូតដល់ចប់បងប្អូននឹងចេះធ្វើរួចហើយបើសិនណាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនជួយ follow page like share ម្នាក់មួយផងបងប្អូនណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចូលទៅធ្វើទាំងអស់គ្នាបាទអញ្ចឹងដំបូងយើងចូលទៅកម្មវិធី Facebook មកបាទ Facebook admin របស់បងប្អូនអញ្ចឹងចុចលើ Facebook មកបាទបន្ទាប់មកយើងចុច3បាទរួចហើយយើងចុចកន្លែងគេដាក់ថាការកំណត់នឹងឯកជនភាពបងប្អូនណាតែហ្នឹងបើភាសាអង់គ្លេសវាគេនិយាយផ្សេងអញ្ចឹងក្នុងវីដេអូនេះខ្ញុំលើកយកពីរបៀបយើងធ្វើជាភាសាខ្មែរតាមបងប្អូនណាបាទអញ្ចឹងយើងចុចលើការកំណត់នឹងឯកជនភាពមកបាទបន្ទាប់មកយើងចុចកន្លែងការកំណត់បងប្អូនណាបងប្អូនមើលតាមព្រួយអញ្ចឹងទៅបងណាបងប្អូនមើលតាមព្រួយទៅខ្ញុំបាទនឹងចេះធ្វើបាទចារួចហើយយើងចុចកន្លែងបងណាគេថារបៀបដែលមនុស្សអាចរកឃើញអ្នកនិងតាក់ទងអ្នកអញ្ចឹងយើងចុចកន្លែងហ្នឹងមកបងប្អូនមើលតាមព្រួយមកបាទរួចហើយបងប្អូនចុចមើលកន្លែងនេះបងណានេះខាងលើគេបងណាលើកទី1លើគេមកកន្លែងព្រួយមកហ្នឹងហើយអញ្ចឹងបងប្អូនមើលខាងលើរាល់គ្នាអនន័យថាវីដេអូនេះណាគេអាចមើលឃើញហើយគេអាចរកឃើញនៅគេហៅថាលេខសម្ងាត់ឬក៏ព័ត៌មានផ្ទាល់ខ្លួនរបស់យើងដែរបងប្អូនណាអញ្ចឹងដើម្បីបិទយើងបិទខាងក្រោមបងណាហ្នឹងហើយបិទមករួចហើយចុចរយៈរសារទុកបាទបន្តមកយើងចូលខាងក្រោមទៀតមកណាចូលក្រោមទៀតមកហ្នឹងហើយនេះសញ្ញាពណ៌ខៀវកន្លែងមូលនេះនៅចំកន្លែងសាធារណៈអញ្ចឹងបានន័យថាអ្នកណាក៏អាចរកឃើញនៅព័ត៌មានផ្ទាល់ខ្លួនរបស់យើងដែរបងប្អូនណាបាទហ្នឹងហើយអញ្ចឹងយើងចុចខាងក្រោមមកបងណាចុចខាងក្រោមផុតពុកអស់មកគេថាខ្ញុំតែម្នាក់នេះយើងអាចមើលឃើញតែម្នាក់យើងបានយើងអាចព័ត៌មានរបស់យើងអាចមើលឃើញតែយើងម្នាក់ទេបងណាអញ្ចឹងចុចខាងក្រោមមកអញ្ចឹងតមកចុចរសារទុកហ្នឹងហើយអញ្ចឹងខាងក្រោមទៀតបងណាបងប្អូនចូលទៅលើបងប្អូនចុចកន្លែងនេះខាងលើថាមនុស្សដែលមានអាសយដ្ឋានអ៊ីមែលរបស់អ្នកអញ្ចឹងយើងចុចកន្លែងត្រួយទៀតមកបាទអញ្ចឹងខាងលើបងណាខាងលើកាលណាមានអាជ្ញាខៀវនៅខាងលើនេះអ្នកណាក៏អាចតំណែងឬក៏ភ្ជាប់តំណែងមកយើងបានដែរបាទអញ្ចឹងគេអាចចូលហិចព័ត៌មានផ្ទាល់ខ្លួនរបស់យើងបានអញ្ចឹងយើងខាងក្រោមយើងបិទមកគេដាក់គ្មាននរណាម្នាក់អញ្ចឹងបានន័យថាយើងមើលឃើញតែយើងតែម្នាក់ទេបងណាចុចពីក្រោមទុកមករួចហើយរក្សាទុកបន្តមកខាងក្រោមទៀតបងណាបាទយើងចូលទៅបិទខាងក្រោមទៀតបាទចុចមកអញ្ចឹងខាងក្រោមនេះគេថាគ្មាននរណាម្នាក់អាចមើលឃើញទេយើងមើលឃើញតែខ្លួនយើងម្នាក់ឯងទេបងណាអញ្ចឹងបងប្អូនទុកចុចនៅខាងលើនេះបានន័យថាគេតំណែងបងប្អូនឬក៏អាចគេចូលទៅក្នុង app ផ្សេងរកព័ត៌មានផ្ទាល់ខ្លួនរបស់យើងបានអញ្ចឹងយើងបិទមកណាបិទចុចខាងក្រោមបិទមកបន្ទាប់មកចុចរក្សាទុកបាទហើយនេះអាសញ្ញានេះបងប្អូនបិទមកណាពូឃើញខៀវអញ្ចឹងយើងបិទបន្តមកណាបិទចិត្តមកគ្រប់អញ្ចឹងមកអូខេបងប្អូនណាអញ្ចឹង account Facebook admin របស់យើងនឹងមានសុវត្ថិភាពជាចម្បងបងណាมันអាចមាននរណាម្នាក់មកអាចhack ឬក៏ចូលមកទាញយក account Facebook យើងទៅប្រើប្រាស់បានទេបងប្អូនណាបាទអញ្ចឹងយើងមានសុវត្ថិភាពអញ្ចឹងយើងចុចថយមកបងណាថយអស់មកបាទអញ្ចឹងអូខេបងប្អូនណាវីដេអូនេះមានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់រួចហើយបងប្អូនកុំភ្លេចណាបងប្អូនណាជួយ like share ម្នាក់មួយផងបាទអរគុណជម្រាបលា